ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយយកមកចែករំលែកគឺប្រធានបទដែលតកតងនឹងជំងឺភ្នែកក្រហមជំងឺភ្នែកក្រហមនេះឃើញបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់អាសាប្រើប្រាស់មធ្យោបាយព្យាបាលតាមថ្នាំបុរាណឬមួយក៏ទិញថ្នាំពី pharmacy យកទៅបន្តខ្លួនឯងអញ្ចឹងខ្ញុំចង់ចែករំលែកវាជាបញ្ហាមួយដែលវាគ្រោះថ្នាក់ខ្ញុំឃើញមានតាម Facebook នោះខ្ញុំឃើញតាម TikTok តាមអីចឹងមានចែករំលែកច្រើនណាស់មានឈឺភ្នែកដាក់ត្រីក្រាញ់ឈឺភ្នែកដាក់ស្លឹកម្លូឈឺភ្នែកដាក់ស្លាឈឺភ្នែកដាក់អំបិលដាក់អីចឹងឲ្យតែភ្នែកក្រហមគាត់ចេះតែរោនឹកដាក់អ្នកខ្លះដាក់តែខ្មុំដាក់អីចឹងទៅខ្ញុំអត់ចង់ធ្វើជាសត្រូវជាមួយនឹងថ្នាំបុរាណទេព្រោះថ្នាំបុរាណខ្លះក៏យើងទទួលស្គាល់ពីគុណភាពរបស់គេដែរប៉ុន្តែខ្ញុំឃើញជំងឺភ្នែកក្រហមមួយនេះគឺជួបបញ្ហាច្រើននៅពេលដែលបងប្អូនប្រជាពលរដ្ឋព្យាយាមថ្នាំបុរាណហ្នឹងអញ្ចឹងហើយខ្ញុំណែនាំឲ្យបងប្អូនមកជួបគ្រូពេទ្យវិញដោយសារតែជំងឺភ្នែកក្រហមនេះហេតុអីបានជាបងប្អូនត្រូវមកជួបពេទ្យជំងឺភ្នែកក្រហមនេះ 90% វាស្ទើរតែជាមកវិញខ្លួនឯងទៅហើយបើយើងគាត់ទុកវាចោលព្រោះវាបង្កឡើងដោយវីរុសអញ្ចឹង 90% វាស្ទើរតែជាមកខ្លួនឯងប៉ុន្តែអា 10% ទៀតអាសូវជាងគេអា 10% ទៀតដែលវាប៉ះពាល់ទៅលើកញ្ចក់ភ្នែកអញ្ចឹងបើវាមានមេរោគស៊ីលើកញ្ចក់ភ្នែកមានតែគេមើលដោយប្រើម៉ាស៊ីនស្ទីតឡាមប្រើស្ទីតឡាមទេដែលអាចមើលឃើញមេរោគទាំងអស់ហ្នឹងដែលយើងដឹងថាវាជាប្រភេទមេរោគអីជាប្រភេទវីរុសខ្លាំងឬមួយក៏ជាប្រភេទបាក់តេរីឬមួយក៏ជាប្រភេទផ្សិតអញ្ចឹងវាត្រូវការប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវអញ្ចឹងវាជាបញ្ហាមួយដែលបើសិនជាយើងមានជំងឺនឹងរហ័សយើងដាក់ថ្នាំចង្ការទៅជំងឺឈឺធម្មតាទេដល់ពេលបងប្អូនទៅយកស្លឹកម្លូស្លឹកអីណាយកទៅដាក់ទៅឬក៏ត្រីក្រាញ់មេរោគកំពូលយកទៅដាក់ភ្នែកអញ្ចឹងវាទៅជានាំមេរោគទៅចូលក្របភ្នែកយើងវិញហើយអាហ្នឹងថាថ្នាំបុរាណទៅអ្នកខ្លះទៀតទៅទិញថ្នាំ pharmacy ពី pharmacy មកយកមកដាក់ទៅលះជាអញ្ចឹងថ្នាំមានថ្នាំពេទ្យប្រភេទបតក់ហ្នឹងមិនមែនចេះតែមានដូចគ្នាទេបើសិនជាថ្នាំបតក់ភ្នែកសិតតែត្រូវទាំងអស់អញ្ចឹងគ្រូពេទ្យមិនបាច់មានទេទិញតែថ្នាំបតក់ទៅជាបាត់ហើយព្រោះថាថ្នាំបតក់មានច្រើនប្រភេទមានថ្នាំខ្លះងាយនឹងជាបើសិនជាវាក្នុងបើវាកើតភ្នែកក្រហមហ្នឹងវាកើតពីវីរុសវាងាយនឹងជាប៉ុន្តែបើសិនជាប៉ះតែមានបាក់តេរីនៅហ្នឹងគឺវាកាន់តែធ្វើឲ្យធ្ងន់ធ្ងរអាចនឹងធ្លាយកញ្ចក់ភ្នែកអាចនឹងខូចភ្នែកបងប្អូនគិតអញ្ចេះវិញភ្នែករបស់បងប្អូនមានតម្លៃប៉ុណ្ណាដែលបងប្អូនគិតមើលថាបើសិនជាបងប្អូនមិនចង់ចំណាយលុយទៅជួបគ្រូពេទ្យហើយបងប្អូនសាកល្បងនេះសាកល្បងនោះហើយសាកល្បងទៅវាធ្លាយគ្រាប់ភ្នែកតែវាចំណេញដែរអត់ខ្ញុំណែនាំថាគួរតែបានទៅជួបគ្រូពេទ្យភ្នែកពីគ្រោះជំងឺភ្នែកហ្នឹងបើមានភ្នែកក្រហមអញ្ចឹងជំងឺភ្នែកក្រហមមានច្រើនណាស់ឲ្យតែលលាកនៅក្នុងភ្នែកហ្នឹងគឺឲ្យភ្នែកក្រហមទាំងអស់អញ្ចឹងបងប្អូនអត់ដឹងថាវាបកឡើងដោយសារអីទេបើសិនជាបានមកជួបគ្រូពេទ្យគឺជារឿងដែលត្រឹមត្រូវកុំយកភ្នែកខ្លួនឯងទៅបន្ថយវីដេអូនេះគឺខ្ញុំចង់ចែកចាយប្រាប់ថាឲ្យបងប្អូនគួរតែពិចារណាលើថាតើភ្នែករបស់យើងមានតម្លៃប្រមាណតើគួរបន្ថយជាមួយនឹងថ្នាំដែលយើងអត់ដឹងនឹងអត់ថ្នាំខ្លះជាថ្នាំពេទ្យទេប៉ុន្តែបន្តយូរទៅវាទៅមានបញ្ហាដល់បាតភ្នែកអញ្ចឹងមានបញ្ហាច្រើនណាស់បងប្អូនគួរតែបានមកជួបពិគ្រោះជាមួយគ្រូពេទ្យមិនមែនខ្លួនឯងគ្រូពេទ្យភ្នែកទីមទីឲ្យគេមកជួបឯងបងប្អូនទៅជួបគ្រូពេទ្យភ្នែកកន្លែងណាក៏បានដែរឲ្យទៅនៅក្បែរផ្ទះបងប្អូនឲ្យតែជាគ្រូពេទ្យភ្នែកគឺគាត់អាចមើលបានហើយអញ្ចឹងមានតែប៉ុណ្្នឹងអរគុណជម្រាបលា